ក្នុងករណីព្យាបាលជំងឺរាកទូទៅចំពោះលក្ខណៈពិសេសរបស់ផលិតផល AG អង្រោនេះដែលវាមានពពួកអង្រោ Floxacin ដែលវាមានតួនាទីនៅក្នុងការដោះស្រាយទៅលើការព្យាបាលទៅលើជំងឺដែលបង្កឡើងដោយពពួកបាក់តេរីដែលធ្វើឲ្យជ្រូករបស់យើងមានបញ្ហាទៅលើការរាករូសអីផ្សេងៗហ្នឹងគឺបងប្អូនប្រើពពួក AG អង្រោហើយមួយទៀតពពួក AG អាម៉ុក AG អាម៉ុកនេះដែលមានសមាសធាតុវាពពួក Amoxicillin ដែលវាមានកំហាប់ខ្ពស់ប្រសិទ្ធភាពរហូតដល់48ម៉ោងអញ្ចឹងមានថា2ថ្ងៃយើងចាក់ម្ដងចំពោះការប្រើប្រាស់ទៅលើថ្នាំទាំងពីរមុខនេះបងប្អូនត្រូវមើលពីការណែនាំនៃផលិតផលរបស់ថ្នាំឲ្យបានច្បាស់លាស់ដូចជាពពួក AG អង្រោកម្រិតការប្រើ 1cc ទម្ងន់សត្វ10គីឡូសម្រាប់ AG អាម៉ុកការប្រើប្រាស់គឺ 1cc 10គីឡូនៃទម្ងន់សត្វថ្នាំទាំងពីរមុខនេះគឺមិនអាចបូកចូលគ្នាក្នុងសារ៉ាងតែមួយបានទេគឺយើងអាចចាក់ដាច់ដោយឡែកពីគ្នាមូលហេតុដែលយើងធ្វើការចាក់ដាច់ដោយឡែកពីគ្នាដោយសារពពួកថ្នាំនេះគឺថ្នាំព្យាបាលពពួកអង់ទីយ៉ូទិកទាំងពីរបើសិនយើងចាក់ទៅលើជ្រូកខាងឆ្វេងសាច់ដុំកហ្នឹងចាក់មួយចំហៀងហើយមួយចំហៀងទៀតយើងចាក់ AG អាម៉ុកមួយចំហៀងថ្នាំទាំងពីរនេះយើងចាក់ទៅលើជ្រូកដែលមានស្ថានភាពគឺការរាកវាមានបែងចែករាកប៉ក់និងរាកវូខ្លាំងអញ្ចឹងបើសិនក្នុងករណីរាកវូខ្លាំងគឺយើងប្រើពីរមុខនេះហើយបើសិនជាក្នុងករណីរាកប៉ក់គឺយើងប្រើតែ AG អង្រោមួយបានហើយ